ថាអ្នកនឹងអាចទៅរួចអ្នកដឹងថាចំណុចនៃភាពជោគជ័យវាត្រូវឆ្លងអីមុនអត់ចង់ដឹងអត់មុននឹងអ្នកឯងធ្វើអ្វីជោគជ័យដើមទុនដែលអ្នកឯងត្រូវបោះជំហានទៅដំបូងមុននឹងលុយអ្នកឯងចង់ដឹងថាជាស្អីហ៎អ្នកឯងចង់ដឹងថាជាស្អីហ៎មុនលុយទៀតហើយខ្ញុំចង់ជោគជ័យតែខ្ញុំអត់មានលុយអ្នកឯងត្រូវមានអីមកមុន free អាហ្នឹងគឺស្ដីម៉ាមីចាកូនដុល្លារជឿឆ្លាតកូនម្ដាយឆ្លាតម៉ាក់ស៊ីម yes ដើមទុនដែលអ្នកត្រូវមានមុនគឺជំនឿអីជំនឿជឿថាអ្នកធ្វើវាបានបន្ទាប់មកទៀតហើយគ្រប់យ៉ាងវាដើរមកតាមក្រោយដូចថ្ងៃដែលខ្ញុំជឿថាខ្ញុំខ្លាចជាម្ចាស់ក្រុមហ៊ុនខ្ញុំអត់មានលុយទាំងលានទៅដាក់ទុនរ៉ូស៊ីតែខ្ញុំជឿថាខ្លួនខ្ញុំធ្វើបានបន្ទាប់មកខ្ញុំរកពីតែតក់មក500 1000 2000ជាពាក់គេខ្លះអីខ្លះទៅតាមដំណើរជីវិតតែគ្រប់យ៉ាងវាមកលឿនគ្រប់យ៉ាងវាមកលឿនជាងអ្វីដែលយើងគិតដូចខ្ញុំខ្លាចជាចង់ខ្លាចជាគ្រូច្បាប់ស្រូបទានអញ្ចឹងសួរថាមុនខ្ញុំខ្លាចជារាជិនីច្បាប់ស្រូបទានប្រទេសកម្ពុជាតើខ្ញុំមានអីមកមុនទាំងអត់ដើមទុននៃស្អីមកមុនអត់ទាំងអត់ខ្ញុំមានលុយទាំង10000ទាំងសែនបាតទេណាមានលុយទាំង1000ទាំង10000ដុល្លារទៅរៀនអត់តែថ្ងៃទី1អត់មានអ្វីដែលមក free មុនគេគឺជំនឿជឿថាខ្ញុំនឹងខ្លាចជារាជិនីច្បាប់ស្រូបទានជំនឿទៅមកមុនដើមទុនមុនបង្អស់មុននឹងលុយគឺជំនឿគ្រប់យ៉ាងនៅក្នុងโลกនេះគឺមកមុនគេគឺជំនឿបន្ទាប់មកទៀតអីគេរៀន free មកឡាយ ហ្វឹកថ្ងៃដំបូងចេញមកចែកម្លេចតែខ្ញុំខ្លាំងខ្លាចេះអត់ខ្ញុំមានការនិយាយខ្ញុំមានបទពិសោធន៍ការនិយាយអត់តែធ្វើពីមួយថ្ងៃទៅថ្ងៃបោកពោពេញទៅដោយជំនឿដែលជឿថាខ្ញុំនឹងខ្លាចជារាជិនីច្បាប់ស្រូបទានបន្ទាប់មកទៀតចែកម្លេចពីមួយថ្ងៃទៅថ្ងៃទី1អ្នកមើល50 60អ្នក70អ្នក80អ្នក90អ្នក100 200 300 500 1k 2k 3k រហូតឡើងដល់7 8k បន្ទាប់មកទៀតយើងក៏សាងខ្លួនមកនឹងការរស់ស៊ីទៀតរហូតដល់មានលុយទៅរៀនគ្រូខ្ញុំរៀន1ម៉ោង$3000 $2000ខ្ញុំរៀនមកអស់ហើយអញ្ចឹងលុយមិនមែនមកមុនជំនឿមកមុនអុយអត់លុយធ្វើអីមិនកើត yes អត់លុយធ្វើកើតតែបើមានលុយហើយជំនឿវាមិនមានក៏អ្នកឯងធ្វើអីមិនកើតដែរតែបើសិនជាអ្នកខ្ញុំមិនជឿថាមនុស្សអូយអត់មានលុយសោះ1រៀលជាប់ខ្លួនក៏មានអ្នកឯងរស់អត់បានទេពីជំនឿយើងនឹងបបេះបបោចសន្សែសន្សំយកមកដាក់ដើមទុនហើយជំនឿវាស្រូបទីរឿងល្អៗធ្វើឲ្យអ្នកជោគជ័យអ្នកខ្លះដាក់ទុនរ៉ូស៊ីមិនដែលមានជំនឿថាខ្លួនឯងជោគជ័យទៅសួរដាក់ទុនបដាគិតថាខ្លួនឯងដាក់ទៅនឹងបរាជ័យដាក់ទុនទៅនឹងលិចដាក់ទុនទៅដឹងតែបះជើងឯងដាក់ទុនទៅលេងកើតអត់នឹងអ្នកដែលប្រាប់ខ្លួនឯងថាអ្នកដែលមានជំនឿថាខ្ញុំដាក់ទុនដឹងតែជោគជ័យដឹងតែដំណើរការដឹងតែរីកទៅមុខហើយជឿអស់ពីចិត្តដោយមិនមានកូនចិត្តអីទាំងអស់ខ្ញុំរងថ្ងៃខ្ញុំធ្វើអីក៏ដោយក្រុមហ៊ុនថ្មីខ្ញុំបើកដោយមានជំនឿទៀតខ្ញុំនឹងបើករោងចក្រតែខ្ញុំមិនប្រាប់ទេថាធ្វើអីណាសូមអត់